ស្ដីអ្នកទាំងអស់គ្នាស្វាគមន៍នៃការវិលត្រឡប់មកវិញនៅរឿង Game of Thrones វគ្គ 2 បន្ទាប់ពីរៀបការជាមួយ Khal Drogo ហើយក៏បានធ្វើដំណើរទៅទីសក្ការៈបូជារបស់ក្រុមកុលសម្ព័ន្ធ Dothraki ដើរតាមផ្លូវដូចរៀងឆ្ងាយពេកហត់ដែរបរិសម្នាក់នោះក៏ហុចបេះដូងសេះឲ្យញ៉ាំមើលទៅ Daenerys ដូចរៀងត្រឡន់ដែរសួរតែមានអីផ្សេងអត់ឲ្យញ៉ាំតើហ្នឹងធុញពេលមកដល់ទីតាំងមកកន្លែងនៃក្រុមកុលសម្ព័ន្ធនោះបរិសម្នាក់នោះបាននិយាយជាមួយ Viserys ថាអញ្ជើញចូលទៅក្នុងទៅគេមានការទទួលយ៉ាងរុះរាយរាក់ទាក់និងមានផាសុកភាពទៀតនៅខាងក្នុងនោះគាត់ថាគ្មានត្រូវការផាសុកភាពស្អីទេឲ្យតែមានពេលនៅជាមួយ Drogo គ្រប់គ្រាន់ទៅហើយបំពេញអីដែលគាត់ចង់បានពេលនោះគាត់នឹងចាក់ចេញពីកន្លែងហ្នឹងហើយត្រឡប់ទៅទ្វីប Westeros វិញជាម្ខាងងាកមកទឹកដីរបស់ Stark នេះវិញទីរអនយប់ឡើងក្នុងបន្ទប់អីក៏អត់ដេកទេចូលទៅក្រោមកន្លែងឆ្កែដេកនេះព្រោះសារគាត់គិតតែខ្លួនឯងតូចអញ្ចឹងមិនសូវមានណាគេចូលចិត្តទេហើយណាមួយដេកក្បែរឆ្កែក៏លោមានបញ្ហាអីឆ្កែវាភុកក្មួយរបស់គាត់មកដាស់ថាងើបឡើងទៅដល់ពេលត្រូវចាក់ចេញទៅវិញឥឡូវហើយទីរអនគាត់តបទៅវិញថាមុននឹងចេញទៅហ្នឹងគួរតែលា Stark ហើយនឹងប្រពន្ធរបស់គាត់ផងកុំចេះទៅឆ្កយចឹងកូនស្ដាច់ដែរអត់ពូជម៉េចខ្លួនឯងជាក្មួយនោះនិយាយចេញមកដូចជាអត់សូវគោរពពូសោះចឹងទៅផ្ទះមកកាភ្លៀងទៅតមកទៀតត្រូវទៀតគេថាដូចជាមានអារម្មណ៍ថាឃ្លានបាយរហ័សពេលព្រឹកសិនខ្លួនទូចទេតែដើរចូលមកបដាកំងមហូបបដាឡើងពីបិញមុខចូលតអង្គុយញ៉ាំក្មួយស្រីគាត់ម្នាក់សួរថាតើ brand កូនប្រុសរបស់ Stark មើលទៅអាចស្លាប់អត់គាត់ថាប្រកាសជាអត់ទេ Cersei ក៏សួរថាមិនបាននិយាយមកដូចច្បាស់ហ៎បើគ្រូមើលអីថាកូនក្មេងនឹងអត់អីប្រកាសជាសះស្បើយហើយពីរនាក់នឹងចាប់ផ្ដើមភ័យមើលមុខគ្នាអូអាពាក់កទឿនឹងនិយាយបដាស៊ីបដាគាត់ឃ្លានគាត់ហើយមើលទៅពីរនាក់បងប្អូនឯងនេះឥឡូវដូចជាអត់ចូលចិត្តភូមិភាគខាងជើងហ្នឹងកាត់អីនោះហើយនិយាយចុះនិយាយឡើងទៅចេញរឿងអាភាស Cersei ក៏ថាអើយក្មេងៗនៅហ្នឹងនិយាយតែប្រដេប្រដាចឹងទៅគាត់ក៏នាំពីរនាក់ហ្នឹងដើរចេញទៅនៅសល់តែគាត់ហើយនឹងពីរនាក់ Jaime ទេចាំមីដែលជាបងប្អូននោះគាត់និយាយថាក្មេងនេះបើសិនជាបន្តរស់នៅអញ្ចឹងគឺវាគួរអាណិតខ្លាំងណាស់ដោយសារដេកលើខែរហូតដល់ប្រហែលជាអាចប្រកាមួយជីវិតផងក៏មិនដឹងអបេកតេរីអហ្នឹងគាត់ក៏និយាយផ្លែផ្កាទៅវិញថានិយាយសម្ដីចេញមកគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់មើលទៅគាត់ដូចជាដឹងរឿងអីមួយយ៉ាងអញ្ចឹងនិយាយចិត្តជាងតែគំថាថ្ងៃណាមួយក្មេងប្រុស brand ប្រកាសជាដឹងខ្លួនឡើងវិញពេលនោះក្មេងនោះប្រកាសជានិយាយរឿងគួរឲ្យចាប់អារម្មណ៍មួយឲ្យយើងស្ដាប់ជាម្ខាងពាក្យមួយម៉ាត់ចេញមកចាក់ដោតណា Jaime លេបទឹកមាត់ក្អឹកហើយក៏សួរថាឥឡូវហ្នឹងឯងនៅខាងណាបងប្រុសនៅខាងបងឬក៏នៅខាងគេគាត់តមកវិញថាបងប្រុសជាទីស្រឡាញ់ខ្ញុំគួរតែនៅជាមួយគ្រួសារខ្ញុំមិនមានស្រឡាញ់ណាជាងគ្រួសារខ្លួនឯងទៀតចំណែក Cersei នេះគាត់មកមើលក្មេងប្រុស brand នៅក្នុងបន្ទប់ហើយគាត់ប្រាប់ Catelyn ថាមិនបាច់គួរសមទេព្រោះខ្លួនគឺជាភ្ញៀវតាកូនគេមិនទាន់ស្លាប់ហ្នឹងគាត់និយាយរៀបរាប់សម្ដែងពីអារម្មណ៍បាត់បង់កូនរបស់គាត់ថាកូនគាត់ហ្នឹងត្រូវបានឈឺផ្ដាសាយស្លាប់លីងលងទឹកភ្នែកCatelyn គាត់ឆ្ងល់អីកូនអញនៅដេកក្រែដងហើមសោះហ្នឹងហើយមើលនិយាយលីងលងទឹកភ្នែកធ្វើដូចកូនឯងងាប់ដែរហើយ Jaime នេះគាត់ដើរមកជួប Snow សួរថាមិនហើយអ្នកលុតដាវបានប្រើដាវម្ដងពីរហើយនៅឃើញហាត់រហូតនេះនិយាយទៅអាប៉ែនេះដើរជួបមុខមនុស្សផងនិយាយទៅរឿងវាយកាប់ចាក់គ្នាបដ ហើយចាប់ដៃ Jon Snow និយាយថាអរគុណណាស់ដែលបានការពារមនុស្សទាំងទ្វីបទាំងមូលពីពួក Wildling ហើយនិង White Walker ប៉ុន្តែការចាប់ដៃនិយាយអរគុណនេះមើលទៅដូចចង់បកគោរឿងហ្មងថែមទាំងនិយាយពាក្យឌឺដងមួយចំនួនទៅ Jon Snow ទៀត Jon Snow គាត់ខឹងឌឺពេកថាពួក Night Watch បានការពារមនុស្សនៅទ្វីបនេះរយៈពេល 8000 ឆ្នាំហើយណាមើលនិយាយលេងអញ្ចឹងអូបើសិនជាអញ្ចឹងមែនខ្ញុំពិតជាសម្ដែងការគោរពខ្លាំងណាស់នេះអរគុណច្រើនណាស់អារ្យានេះកំពុងរៀបចំខ្លួនចេញទៅជាមួយឪពុករបស់ខ្លួនដែរពេលនោះ Jon Snow ក៏ដើរចូលមកអញ្ចឹងទៅក៏អួតក្បាច់គុណសំណាប់ចិត្តគាត់បន្តិចទៅនិយាយទៅអានោះក៏ងៀងក៏អូនស្ដាប់អត់យល់ហ៎ Jon Snow ក៏ថាមកឥឡូវបិទទ្វារទៅមានរបស់ឲ្យគាត់ថានេះអាហ្នឹងមិនមែនដាវចូលរបស់ពិតទេលោកស្រួលបួប្រយ័ត្នមុតអត់ដឹងទេបុយ Jon Snow ក៏និយាយប្រាប់ថាដាវហ្នឹងធ្វើស្ញាប់ប្អូនស្រីជាពិសេសហ្នឹងអត់មើលទៅវាហ្នឹងតូចល្អិតស្ដាងដូចអណែងចឹងពេលទៅបាត់ហ្នឹងបងប្រកាសចិត្តនឹកអណែងងាប់ឯក្មេងតូចអារ្យាក៏ថាមកអញ្ចឹងអោបមួយដាក់ដាវចុះសិនចាំអោបធ្លាយកបងឥឡូវបន្ទាប់ពីជួបប្អូនស្រីហើយក៏មកមើលប្អូនប្រុសដែលឈ្មោះ Brand ដេកស្លាប់ហ្នឹងថាឥឡូវមកលាប្អូននេះរៀបចំខ្លួនទៅ Night Watch វិញហើយនិយាយប្រាប់ប្អូនគាត់ថាចាប់ដឹងខ្លួនឡើងទៅកុំនៅដេកចឹងចាំដល់ពេលនោះគាត់នាំទៅលេង The Wall វាគឺជាទីតាំងនៃ Night Watch Catelyn ជាម្ដាយរបស់ Brand ហ្នឹងគឺគាត់អត់ចូលចិត្ត Jon Snow ទេនិយាយទាំងកំហឹងដេញឲ្យចេញទៅក្រៅភ្លាមមើលពេលនោះ Stark ក៏ដើរចូលមកដែរគាត់និយាយទាំងឈឺចាប់ថាការពី17ឆ្នាំមុនចេញទៅច្បាំងជាមួយនឹងស្ដេច Robert ហើយត្រឡប់មកវិញជាមួយនឹងកូនប្រុសរបស់ស្ត្រីម្នាក់ហើយឥឡូវហ្នឹងទៅចោលគាត់ទៀតហើយគិតមិនតាគាត់ថាគ្មានជំរឿទេស្ដេចអ្នកបខំឲ្យធ្វើមិនគាត់ខឹងប្តីថាតាមពិតមានជំរឿប៉ុន្តែអត់ព្រមប្រកែកជាមួយគេមើលទៅគាត់ឈឺចាប់ខ្លាំងហើយនិយាយទាំងអាលីលងទឹកភ្នែកថាទទួលយកអត់បានទេដែលកូនមួយកំពុងដេកស្លាប់អត់ដឹងខ្លួននៅលើខែហើយឥឡូវហ្នឹងប្តីត្រូវទៅចោលទៀតបងប្អូនគេនេះធ្វើទៅបិទតែម្ដាយផ្សេងគ្នាក៏ដោយប៉ុន្តែមើលទៅទឹកចិត្តស្រឡាញ់រាប់អានគ្នាគឺធំធេងខ្លាំងមែនទែន Robb Stark ក៏ដើរមកជូនដំណើរមកដល់ក្រៅនេះចេញមកដល់ផ្លូវ8ដែលត្រូវលាគ្នាហើយពីអ្នកឪពុកកូនតាគាត់និយាយប្រាប់ Jon Snow ដែលជាកូនថាខ្លួននោះពិតជាមានកិត្តិយសណាស់ដែលបានកូនទៅបម្រើការនៅឯ Night Watch ហ្នឹងព្រោះសារវងតកោរបស់ខ្លួនធ្លាប់ធ្វើការនៅក្នុងរាប់ពាន់ឆ្នាំហើយ Jon Snow ក៏សួរថាចុះបើសិនជាម្ដាយរបស់គាត់នៅរស់តែគាត់ខ្វល់ទេថាខ្លួននៅទីណាហើយកំពុងធ្វើអីតាគាត់ថាឥឡូវពេលវេលាខ្លីជួបគ្នាលើកក្រោយចាំនិយាយ
ta slide ក្បាប់នេះខូចមែនទែនដើរចេញមកដល់ក្រៅអង្គុយសម្រាប់ណានាំស្តាំងនិយាយរឿងស្រីញីអញ្ចឹងតើមកស្តាប់គាត់តែមានកូនក្រៅខោមួយនិយាយពីអតីតកាលកាលពីគាត់នៅធ្វើសង្គ្រាមតែ2នាក់ហ្នឹងមានមនុស្សស្រីម្នាក់មួយម្នាក់ពីរអីចឹងណាឈ្មោះ Bessie ឈ្មោះ Elena ហើយគាត់ភ្លេចឈ្មោះម្ដាយរបស់ Jon Snow តែកញ្ញាមួយហ្នឹងដូចឈ្មោះអីទៅនេះដែលបានបង្កើតកូនឲ្យតាក់ឯងហេដូចជាឈ្មោះ Mary អីចឹងតាគាត់ថាមែនទេឈ្មោះ Wyler ដៃ Robert គាត់ថាអូហ្នឹងហើយច្រឡំឈ្មោះប៉ុន្តែដូចម្ដាយនិយាយប្រាប់គាត់ទៅនេះថាមនុស្សស្រីហ្នឹងមានរូបរាងម៉េចហើយគាត់រំលឹកអតីតកាលទៅទៀតថាអូកាលពីធ្វើសង្គ្រាមហ្នឹងយើងទាំងពីរនាក់ដូចជាគ្មានសង្ឃឹមថាបានមកផ្ទះវិញសោះប៉ុន្តែកាលហ្នឹង Stark បង្ខំឲ្យ Robert ឡើងធ្វើស្ដេចបងព្រមទេដាក់មកកញ្ញោឥឡូវហើយក៏ដកសបុនឲ្យ Stark មើលថាណែ Daenerys បានរៀបការជាមួយនឹង Khal Drogo ណាហ្នឹងអត់ Stark ក៏ថាល្អតាគួរតែមានកាដូអីគេទៅស្ដេច Robert ក៏ថាបើឲ្យកបិតបែរល្អហ៎តាក៏ថាអើយបានទេកុំនិយាយរឿងហ្នឹងទៀតវាឡងហួសគេនៅតែគេយើងនៅតែយើងទៅស្ដេច Robert ក៏ខឹងប្រយដែរមកនិយាយមិនចាំអត់ថាគ្រួសារតាក៏យើងបានធ្វើអីចំពោះប្អូនស្រី Stark ឯងពួកនោះវាបានយកជីវិតមនុស្សស្រីដែលខ្ញុំស្រឡាញ់មិនអាចអត់អន់ឲ្យពួកវាបានទេត្រូវស្លាប់ផុតពូជហ្មងតាក៏សួរថាឥឡូវចង់ធ្វើម៉េចត្រូវតែស្លាប់វាលឿនទៅព្រោះសារវិហាបការជាមួយនឹង Khal Drogo នោះមានតប 100000 នាក់ទុកយូរមិនបានតាក៏ថាអើយមិនបាច់ទៅខ្វល់ច្រើនពេកទេចង់ឲ្យ Drogo នឹង1លាននាក់ក៏គ្មានបញ្ហាដែរវានៅទ្វីបមួយទៀតនោះមានទូកណាជីមកវិញ Light Robert ក៏និយាយថាចាត់ទៅទុកយូរទៅវាមានណាគេចុះចូលក្រុម Drogo ហ្នឹងវាម្ដងនេះពិបាកឥឡូវតាក៏ថាព្រះអង្គឯងកំភៃមើលបើសិនជាវាមកចាំខ្ញុំនាំលាតតវាតម្លាក់ទឹក Light Robert ក៏បានប្រមានថាឥឡូវនឹងសង្គ្រាមកំពុងបានចាប់ផ្ដើមណាតែមិនទាន់ដឹងថាពេលណាជាក់លាក់ទេងាកមកមើល Jon Snow ណាបងប្អូនរបស់ Lannister មកជាមួយម្នាក់ដែរអបកតឿហ្នឹងអានសភៅបដាមើលមុខ Snow បដានិយាយច្រើនពេកសួរបដារួចមិនកាន់សភៅអានម្លឹងអត់ចេះធុញទេរីអនក៏ប្រាប់ Jon Snow ឥឡូវមើលមកខ្លួនគាត់ឃើញអីគេអ្វីដែល Snow ឯងឃើញគឺខ្ញុំជាមនុស្សកតឿហ្នឹងហើយទៅអត់បើសិនជាខ្លួនគាត់រងថ្ងៃនេះកូនកសិករវិញគឺត្រូវបានគេទុកឲ្យឆេះស្លាប់នៅកណ្ដាលព្រៃបាត់ហើយប៉ុន្តែសំណាងល្អគាត់បានកើតមកក្នុងតកូលជា Lannister Tyrion ក៏បន្តទៅទៀតថាឪពុករបស់គាត់ធ្លាប់ធ្វើជា Hand of the King 20ឆ្នាំហើយអញ្ចឹងក្នុងកិច្ចសន្ទនានេះបានឲ្យដឹងថាពីអតីតកាលគ្រួសាររបស់ Lannister ហើយនឹងស្ដេច Robert ដែលកាន់អំណាចរាល់ថ្ងៃនេះគឺបានធ្វើសង្គ្រាមបះបោរសម្រាប់អតីតស្ដេចមួយអង្គដែលមានឈ្មោះថា Aerys Targaryen គឺជាឪពុកបង្កើតរបស់ពីរអ្នកបងប្អូនឈ្មោះថា Daenerys អញ្ចឹងគាត់ក៏បានតទៅទៀតថាទូនាទីរបស់គាត់ដើម្បីកិត្តិយសដល់គ្រួសារគឺត្រូវតែអានសភៅនឹងឯងដោយសារអីបងប្រុសរបស់គាត់មានកម្លាំងអាចកាន់ដៅវាយកាប់ចាក់បានប៉ុន្តែខ្លួនគឺជាមនុស្សទឿមិនអាចទៅតតាំងជាមួយគេបានទេវាមានតែចំណេះដឹងនឹងហើយអានបានកាន់តែច្រើនកាន់ណាគឺវាល្អកាន់នឹងពេលដែលជួបបញ្ហាគឺគាត់អាចយកវាមកប្រើបានហើយឥឡូវ Jon Snow ឯងមានអីប្រាប់ខ្ញុំវិញអត់ Jon ក៏ថាដូចជាគ្មានអីត្រូវបកស្រាយផងលោកតា Luwin មកនិយាយជាមួយ Catelyn ថាតើម្ចាស់ស្រីចង់ដឹងថាការទស្សនកិច្ចរបស់ស្ដេច Robert ជាងចំណាយអស់ប្រមាណអត់ Catelyn ក៏ថាខ្ជិលខ្វល់ទៅសួរ Paul ទៅតា Luwin គាត់និយាយថា Paul នឹងទៅជាមួយនឹង Stark ហើយនឹងស្ដេច Robert បាត់ហើយបច្ចុប្បន្ននេះយើងត្រូវការអ្នកគ្រប់គ្រងថ្មីហើយនឹងតែងតាំងមនុស្សជាច្រើនអ្នកទៀត Catelyn គាត់បួម៉ៅគាត់ស្អីទៅខ្ជិលខ្វល់អញ្ចឹងទៅ Robb Stark គាត់ថាការងារនឹងទៅឲ្យខ្លួនជាអ្នកធ្វើក៏បានដែរ Robb Stark គាត់ថាម៉ែឯងនឹងអង្គុយក្នុងបន្ទប់នឹងរហូតដល់ល្អទេគាត់ខ្វល់ទេស្អីទៅព្រោះកូនគាត់ដេកឈឺនឹងលើខែនេះបើគាត់ចុះទៅមានពីណាមើល Robb Stark គាត់ថាអើយមនុស្សគាត់ដេកលើខែមានទាន់ស្លាប់ឯណាក៏បារម្ភយ៉ាងនេះលោកតា Luwin បាននិយាយថា Bran គឺពិតជាមិនអីទេ Catelyn ក៏សួរថាចុះបើសិនជាគាត់មើលខុសនឹងមិនវិញ Robb Stark តទៅវិញថាអូនប្រុសរបស់គាត់ឈ្មោះថា Rick Con នឹងក៏ឈឺដែរគិតមិនឥឡូវហ្នឹងអត់ទៅមើលគេទេវាបាក់ក្នុងខ្លួនខ្លាំងណាស់យំតោងជើងខ្ញុំមកផឹកវល់ល្ងាចហើយគាត់ stress មួម៉ៅគាត់កូននេះក៏ឈឺនោះក៏ឈឺឲ្យប្តីទៅចោលទៀតហើយកលេចទៅឃើញភ្លើងឆេះអញ្ចឹង Robb Stark ក៏គាត់រត់ចុះទៅមើលចំណែក Catelyn នេះគាត់ងាកមកឃើញអាតាមកពីណានេះឈរពីក្រោយខ្នងដកកបិតមកមកទៅចាក់ Bran គាត់ឃើញអញ្ចឹងក៏បន្ទាប់ជាមួយហូរឈាមដៃឡើងអាឡែអាឡាក់ពេញហ្នឹងសំណាងល្អដែរអាចឆ្កែចិញ្ចឹមរបស់ Bran ដេកក្បែរនោះលោកម្ដងក៏ធប់ខំធ្លីកកស្លាប់បាត់ទៅហើយអត់ទៅណាទេឡើងទៅលើពូកដេកចិត្តម្ចាស់វានោះកុំចង់ខ្លាំងហើយពូឆ្កែចចោះលោតមកខំកញ្ចឹងកមកចំណែក Daenerys នេះត្រូវបានទទួលយ៉ាងកក់ក្ដៅអំពីកូនចៅ Khal Drogo ក្នុងពេលហ្នឹងគាត់បានសួរម្នាក់ថាធ្លាប់ឃើញអ្នកពីមុនមកដែរអត់ពួកនោះវានិយាយប្រាប់ថានាគមាននៅគ្រប់ទីកន្លែងនោះហើយមានអ្នកជំនួយម្នាក់បានប្រាប់ខ្លួនថានាគហ្នឹងវាកើតមកពីព្រះច័ន្ទហើយពេលជំនឿរបស់ពួកគេជាព្រះច័ន្ទហើយនឹងព្រះអាទិត្យនឹងឯងគឺជាអ្នកបង្កើតសត្វនាគទៅជាព្រះច័ន្ទហ្នឹងជាប្រពន្ធរបស់ព្រះអាទិត្យឯណាណីនោះហើយគេបាននិយាយតទៀតថានៅលើមេឃហ្នឹងមានព្រះច័ន្ទ2ប៉ុន្តែសារមួយនោះវាបានទៅជិតព្រះអាទិត្យពេកធ្វើឲ្យវាក្តៅបែកចេញជា2ពេលនោះហូរចេញសត្វនាគមករាប់ពាន់ក្បាលហើយវាបាននាំគ្នាទៅផឹកស្រូបយកភ្លើងព្រះអាទិត្យពេលដែលនៅតែ2នាក់ហ្នឹងគាត់សួរថាហេតុអីបានអ្នកជំនួយម្នាក់នោះប្រាប់រឿងអស់នេះមកខ្លួនហើយគាត់ឆ្លើយទៅណាណីនោះគាត់ថាធម្មតាទេពេលដែលមនុស្សផុសសុបាយចិត្តគេនិយាយច្រើនចឹងឯងហើយដូចជាការងាររបស់ខ្លួនអញ្ចឹងត្រូវបានបងប្អូនរបស់ម្ចាស់ស្រីនាំមកដើម្បីបម្រើឲ្យម្ចាស់ស្រីសុបាយចិត្តនឹងហើយគាត់បានបន្តទៀតថាខ្លួនត្រូវបានម្ដាយយកទៅលក់នៅផ្ទះសំណាក់កាលពីអាយុ9ឆ្នាំគាត់ថាបច្ចុប្បន្ននេះខានប៉ះពាល់មនុស្សប្រហែលរយៈពេល3ឆ្នាំហើយដល់លឿងអញ្ចឹងទៅម្ចាស់ស្រី Daenerys ថាចុំបបសល់ច្រើនណាមើលចែកម្លែកខ្លះមើលជួយបរៀនខ្ញុំផងហើយចំណាយពេលរៀនមកដល់3ឆ្នាំមិនចេះមែនហើយស្រីបម្រើម្នាក់នោះក៏ថាអូរៀនអីយូរមែនព្រះអង្គ
ចំណែកក្រុមរបស់ Jon Snow នេះគាត់មកដល់គោលដៅអីជាទីកន្លែងមួយដែលហៅថា The Wall ហ្នឹងឯងគាត់មិនដែលឃើញកំផែងអីខ្ពស់យ៉ាងហ្នឹងទេភ្ញាក់ផ្អើលដែរហ្នឹងម្ចាស់ស្ត្រី Catelyn ដែលជាប្រពន្ធរបស់ Stark ដោយមើលទៅដូចជាអត់អស់ចិត្តកូនរបស់គាត់សុកបែរជាធ្លាក់មកពីលើប៉មខាងលើនោះក៏មកពិនិត្យមើលក៏លោវាមានអីខ្លះគួរឲ្យកត់សម្គាល់ដោយការសង្ស័យមែនស្រាប់តែឃើញសក់មរស័យពណ៌សប្រវែងណានៅលើនោះអញ្ចឹងទៅក៏នាំមន្ត្រីចំណិតនឹងកូនប្រុសរបស់គាត់ប្រមាណអ្នកមកឈរជុំគ្នានឹងក្នុងព្រៃនេះប្រាប់ថាកូនរបស់គាត់នោះមិនមែនធ្លាក់ពីលើប៉មនោះដោយចៃដន្យទេ Catelyn គឺថាមាននរណាម្នាក់ឲ្យរួនកូនគាត់ធ្លាក់ចុះពីលើនោះមកហើយមិនដឹងថាអ្នកណាទេព្យាយាមចង់ស្លាប់ក្មេងប្រុសឈ្មោះ Bran ហ្នឹង2ដងហើយម្ចាស់ស្ត្រី Catelyn គាត់ខឹងហើយអន់ចិត្តដែរថាកូនប្រុសរបស់គាត់នឹងស្លូតត្រង់ខ្លាំងហេតុអីបានគេជឿចង់ស្លាប់គាត់អញ្ចឹង Catelyn គាត់ក៏បន្តទៅទៀតថាកូនរបស់គាត់នឹងប្រហែលជាឃើញអីដែលមិនគួរឃើញនៅលើនោះទើបមានមនុស្សព្យាយាមមកតាមស្លាប់ជាច្រើនដងច្រើនសារបែបនេះអញ្ចឹងគាត់ក៏សន្មតថាអ្វីដែលពាក់ព័ន្ធនេះគឺប្រកាសជាគ្រួសារ Lannister ជាអ្នកបកកឡើងជាសំខាន់ Rockstar បាននិយាយថាបើសិនជាពួកនឹងព្យាយាមស្លាប់អូនប្រុសរបស់ខ្លួនច្រើនសារហើយនៅចាំអីទៀតទេប្រកាសសង្គ្រាមមួយពួកវាបដ ாய் ទៅលោកតា Lewin គាត់និយាយថាពីរអ្នកបងប្អូនតែចិត្តសិនទៅកុំគិតផ្ដេសផ្ដាស់សង្គ្រាមវាមិនមែនជាដំណោះស្រាយដ៏ល្អទេពាក្យថាសង្គ្រាមវានឹងក្លាយទៅជាទង្វើមួយដ៏អាក្រក់បំផុតហើយម្យ៉ាងទៀតយើងមិនទាន់ដឹងការពិតទេថាគ្រួសារ Lannister នឹងវាពាក់ព័ន្ធនឹងអំពើឃាតកម្មប៉ុនប៉ងសម្រាប់ Bran ដែរឬក៏អត់ម្ចាស់ស្រី Catelyn គាត់ថាអត់ទុកចិត្តអ្នកណាទេគាត់ត្រូវតែនាំរឿងហ្នឹងទៅប្រាប់ប្តីរបស់ខ្លួនដោយផ្ទាល់មាត់នៅទឹកដី King Landing ពេលហ្នឹង Robb Stark គាត់ទាមទារទៅជាមួយដែរប៉ុន្តែ Catelyn គាត់បាត់ព្រមឲ្យនៅមើលការពារទីក្រុង Winterfell នៅហ្នឹងហើយ Caesar គាត់ថាអញ្ចឹងចាំបញ្ជូនអង្គរៈមួយចំនួនធំដើម្បីអនុដំណើរការពារទៅបើតើអូធ្វើអញ្ចឹងអត់កើតទេមានមនុស្សទៅច្រើនហឹកហាក់ពេកនាំទៅឲ្យបែកកាយព្រោះគាត់ចង់ធ្វើស្ងាត់ Caesar គាត់តទៅវិញថាដំណើរផ្លូវវែងឆ្ងាយម្ចាស់ស្រីទៅរាប់ខែធ្វើដំណើរទៅឯងមិនស្រួលហើយមានគ្រោះថ្នាក់ខ្លាំងឥឡូវ Daenerys គាត់ដល់ពេលរៀងគួរហើយពេលបំពេញបេសកកម្មគួរនៅលើស្ដេច Drogo ដូចខ្លួនពងអង្គុយអញ្ចឹងតែកាន់ដៃឲ្យជាប់មើលភ្នែកឲ្យយូរទៅហើយយើងប្រើក្បាច់រំកលែងចកេះចែទៅរៀនគួរឲ្យផងដល់មកអនុវត្តល្មមប្រើក្បាច់ជីសេះមួយមើលតោះតំណឹងបានហើយយើងកាត់ឡើងផ្សេងសេនសាដែលជាកូនស្រីរបស់ Stark បដាឆ្កែតាមផ្លូវមើលទេសភាពណាអាតានឹងមកពីណានេះមកឈរពាំងស្លក់មុខដូចមិនដឹងកូនចៅរបស់ស្ដេច Robert ក៏ដើរមកក្រោយខ្នងនិយាយប្រាប់ថាបាច់ភ័យទេអាប៉ែនឹងមុខគាត់តែអញ្ចឹងឯងហើយគាត់អត់និយាយប្រហែល20ឆ្នាំហើយពេលនោះអាផោស្អាតឈ្មោះ Joffrey ជាកូនរបស់ស្ដេច Robert ដើរចេញមកសម្ដែងមុនស្នេហ៍ដាក់គេធ្វើឯងជាសភាពបរោះអីចឹងណាប៉ុន្តែកុំឃើញអញ្ចឹងអាមួយនឹងអន់ចរិតខ្លាំងព្រោះគេមិនដើរលេងតែពីរអ្នកតាមមាត់ទឹកហើយពេលហ្នឹងឃើញអារ្យាកំពុងលេងកាប់ដាវឈើជាមួយមិត្តភ័ក្តិដែលអូនសក់ហោនឹងគឺជាវិជារាធម្មតាទេអត់មានជាប់ពូជពងស្ដាច់អីអានទឹកហ្នឹងគេសម្ដែងរត់គេដកដាវមែនតើឲ្យអាអូននោះយកដាវឈើមកវាយជាមួយហើយអានទឹកនោះវាតាំងដាវឈើវាយមិនកើតព្រះអង្គដល់អត់ព្រមវាយយកកបិតឆូតមុខគេបដ ாய் ឡើងចិញ្ចៀមឃើញអញ្ចឹងអារ្យាត្រង់អត់បានទាញដាវឈើដាក់ក្នុងភុតព្រោះមួយនោះវាខឹងវាលើកដៃកបត់ដេញកាប់ដូចមនុស្សឈួតញ៉ឹងគ្មានដឹងហើយកូនស្ដាយអញកាប់សិនណាវាយអញហីហើយដល់ពេលអញ្ចឹងអាចឆ្កែចិញ្ចឹមហូតម្ដងទៅបាក់យកបដ ாய் តបពីនោះទៅអាយ៉ាគាត់យកអាដាវនោះគប់ចូលទឹកផ្លុកខ្លួនឯងអ្នកបករឿងមុនសោះមកខឹងដល់ទាំងសេនសានេះទៀតអត់ទាន់បានប្រមាណផងទៅហ៊ាននាំគ្នាឆ្កាព្រៃដោះឆ្កែសនឹងអារ្យាត្រូវបខំចិត្តដេញវារត់ទេបើមិនចឹងទៅហ៊ាននឹងប្រកាសជាស្លាប់ឆ្កែនឹងចោលហើយខ្លួននឹងក៏អត់ត្រឡប់ចូលទៅក្នុងទីក្រុងវិញដែរលោដល់យប់ស្ដេចស្តាំក៏ដើរតាមរហូតដល់ក្នុងព្រៃកូនចៅគាត់មកប្រាប់ថាត្រឡប់ទៅវិញទៅព្រះអង្គអារ្យាត្រូវបានគេនាំទៅជួបស្ដេច Robert នៅក្នុងវាំងហើយគាត់សួរថាពីណាយកទៅកូនចៅគាត់ប្រាប់ថាគ្រូសា Lannister ណែនាំតែក៏គិតថាប្រហែលជាមានរឿងធំមួយប្រញាប់ឲ្យកូនចៅត្រឡប់ទៅវិញឲ្យលឿនមកដល់កន្លែងប្រជុំទៅជែកគ្នារកខុសរកត្រូវហើយម្ចាស់ស្រី Cersei គាត់ថាខ្លាំងធំម៉េះហ៊ាននិយាយសម្ដីខ្លាំងដាក់ស្ដេច Robert ផងស្ដេច Robert ថាជាស្រ័យផងគាត់គ្មានបំណងចង់ធ្វើឲ្យកូនស្រីរបស់ Stark ភ័យទេប៉ុន្តែនេះគឺជាបញ្ហាត្រូវទៅដល់ស្រីហើយម្ចាស់ស្រី Lannister គាត់ចោទថាអារ្យាវាយកូនប្រុសរបស់គាត់មុនមិនធំតែប៉ុណ្្នឹងប្រឡែងឆ្កែឲ្យលូនបខំដៃថែមទៀតអារ្យាគាត់ថារឿងហ្នឹងអត់ពិតទេបូត្រា Joffrey គឺជាអ្នកបកករឿងមុនទៅវាយមិត្តភ័ក្តិរបស់ខ្លួនហើយបូត្រាហ្នឹងក៏ចោទទៅលើអារ្យាថាវាយខ្លួនមុនមិនធំតែប៉ុណ្្នឹងយកដាវរបស់គេគប់ចូលទៅក្នុងទឹកទន្លេទៀតបកែកចោលគ្នាទៅវិញទៅមកស្ដេច Robert គាត់កាត់សក្តីមិនចេញអញ្ចឹងក៏ហៅបងស្រីរបស់អារ្យាដែលឈ្មោះថា Sansa ឲ្យមកធ្វើជាសាក្សីព្រោះពេលហ្នឹងគាត់នៅនឹងដែរហើយបងនោះក៏អញ្ចឹងទៀតអត់និយាយការពិតកាន់ជើងប្រុសឆ្លើយថាអត់ដឹងបដ ாய் ហេហួសហេតុនៅចិត្តដាក់មកកញ្ញមកអារ្យាគាត់កាញឆៅផងលឺអញ្ចឹងចាប់បោចសក់បដ ாய் តែអញ្ចឹងចាញ់គេបានទោះយើងត្រូវក៏គេចោទតែខុសដែរព្រោះកំពុងប្រជុំគ្នាកាត់សក្តីដោយសន្តិវិធីខ្លួនឯងបែរជាមកប្រើអំពើហិង្សាអញ្ចឹងឃើញភ្នែកយ៉ាងហ្នឹងអញ្ចឹងគ្រប់គ្នាគាត់ជាចោទថាអារ្យាអ្នកបកករឿងមុនណាដល់ពេលហ្នឹងស្ដេច Robert ក៏គាត់ខឹងណាស់ស្ដីឲ្យកូនថាឲ្យខ្លួនប៉ុណ្ណាណីឲ្យក្មេងស្រីវាយដាវជ្រូកពីដៃអន់មែនកាត់សក្តីថាអារ្យាអ្នកខុសឯងប៉ុន្តែនៅតែអត់សុខចិត្តទៀតម្ចាស់ស្ត្រី Lannister បានស្នើឲ្យស្ដេច Robert ស្លាប់ឆ្កែចោលនឹងចោលទាំងអស់ហ្មងអាឆ្កែផ្សេងអត់ដឹងរឿងហ្នឹងក៏ឲ្យទៅស្លាប់ដែរណាក៏ទៅអញ្ចឹងយើងមកនៅក្រុមតបោផ្ទះគេអញ្ចឹងគេចង់កាត់សក្តីចេញទៅមិនក៏បានដែរហើយ Sansa ក៏គាត់ខឹងណាស់ឆ្កែរបស់ខ្លួនអត់ដឹងអីបងមិនបានទៅស្លាប់ទាំងវាទៀតតាំងមើលទៅគាត់ទទួលការប្រមាថខ្លាំងមែនទែនពីស្ដេច Robert ពួកគាត់និយាយមិនក៏ Robert អត់ស្ដាប់ចំណែកអានតិតដែលលេងកាប់ដាវជាមួយអារ្យាថ្ងៃមិញហ្នឹងត្រូវបានគេស្លាប់ដឹកសពដាក់មកលើសេះមកហើយ
ហើយ Stark នេះគាត់ស្រឡាញ់ឆ្កែហ្នឹងសុកចិត្តដើរមកស្លាប់វាដោយផ្ទាល់ដៃពេលដែលគាត់ចាក់កវាងាប់ទៅកូនប្រុសរបស់ Stark ដែលឈ្មោះ Bran ហ្នឹងដឹងខ្លួនល្មមភាគទី2គេបញ្ចប់ដំណឹងអ្នកទាំងអស់គ្នាចាំមើលភាគទី3វានឹងមានរឿងអីកើតឡើងបន្តទៀតជាចុងក្រោយសូមអរគុណដល់អ្នកទាំងអស់គ្នាដែលចំណាយពេលដ៏មានតម្លៃតាមដានវីដេអូរបស់ Admin ដល់ចប់អ្នកដែលបាន Subscribe ហើយជួយបន្តការគាំទ្រដល់ Admin ផងហើយបើអ្នកថ្មីមិនទាន់បាន Subscribe គិតថាវីដេអូរបស់ Admin ល្អសូមជួយចុចម្នាក់មួយទៅដើម្បីជាកម្លាំងចិត្តដល់ Admin អញ្ចឹងសូមជម្រាបលាបាយបាយ